កាលពី2-3ខែមុនខ្ញុំបានផុសវីដេអូនេះដែលជាដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ប្រទេស New Zealand ហើយខ្ញុំក៏បានដាក់បទចម្រៀងដែលមានចំណងជើងថាជួបគ្នានៅ New Zealand ហើយបានបង្ហោះនៅក្នុង TikTok ហើយក៏មានបងប្អូនរបស់យើងជាច្រើនបាន share ក៏ដូចជាចូលមើលរហូតដល់ 140k view ហើយបន្ទាប់មកទៀត TikTok ក៏បាន mute បទចម្រៀងរបស់ខ្ញុំអញ្ចឹងហើយដើម្បីធ្វើឲ្យវីដេអូមានលក្ខណៈជា original ហើយកុំឲ្យជាប់ copyright អញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើ voice over ដែលនិយាយរៀបរាប់អំពីដំណើរកម្សាន្តរបស់ខ្ញុំត្រួសទៅកាន់ប្រទេស New Zealand ចាប់តាំងពីទីក្រុង Auckland រហូតដល់ទីក្រុង Queenstown ហើយវីដេអូនេះខ្ញុំនឹងបង្ហាញពីទេសភាពតាមកន្លែងទេសចរមួយចំនួននៅក្នុងប្រទេស New Zealand នៅក្នុងវីដេអូនេះតែមួយហើយខ្ញុំនឹងចេញវីដេអូបន្តទៀតពីកន្លែងមួយទៅកន្លែងមួយនៅតាមកន្លែងដែលខ្ញុំបានទៅលេងហើយខ្ញុំទៅលេង New Zealand នេះគឺទៅដើមខែ12ដែលជារដូវផ្ការីកហើយផ្កាលូពីនក៏កំពុងរីកសុសសាយនៅតាមដងផ្លូវក៏ដូចជានៅតាមមាត់បឹងហើយខ្ញុំទៅលេងនេះគឺមានរយៈពេល7ថ្ងៃហើយដំណើរកម្សាន្តរបស់ខ្ញុំដែលមានរយៈពេល1អាទិត្យនេះគឺខ្ញុំចាប់ផ្ដើមទៅលេងចាប់តាំងពីទីក្រុង Auckland ហើយចេញទៅ Wellington ហើយចេញពី Wellington ទៅ Christchurch ហើយបន្ទាប់មកទៀតពី Christchurch ទៅ Queenstownតាមពិតទៅការធ្វើវីដេអូនេះគឺទុកជាអនុស្សាវរីយ៍ដែលជាដំណើរកម្សាន្តរបស់យើងក្នុងមួយជីវិតដែលយើងបានទៅដល់ប្រទេស New Zealand ទុកជាឯកសារហើយក៏ដូចជាចែកជូនបងប្អូនដើម្បីទស្សនាមើលអំពីទេសភាពនៅក្នុងស្រុកគេហើយដោយបទពិសោធន៍ខ្ញុំផ្ទាល់អញ្ចឹងកាលពីមុនខ្ញុំមិនដែលគិតថាខ្ញុំបានទៅលេងប្រទេស New Zealand ទេអញ្ចឹងហើយខ្ញុំចង់មើលទេសភាពនៅប្រទេស New Zealand ខ្ញុំក៏ចូលទៅក្នុង YouTube ហើយក៏ search មើលប្រទេស New Zealand ហើយខ្ញុំអង្គុយមើលដែល YouTuber ដែលគេផុសនៅក្នុង YouTube ហើយខ្ញុំមើលទេសភាពអញ្ចឹងទៅហើយដល់ពេលថ្ងៃនេះគឺខ្ញុំចង់អញ្ចឹងដែរខ្ញុំចង់បង្ហាញទស្សនីយភាពប្លែកៗដែលយើងបានទៅឃើញផ្ទាល់ចែកជូនបងប្អូនដែលគាត់បានទៅហើយដើម្បីកម្សាន្តផ្លូវអារម្មណ៍ផងចំណុចចក្ខុផងហើយការផុសវីដេអូនេះឡើងគឺមិនមានគោលបំណងក្នុងការអួតសម្ដែងថាយើងបានទៅដល់ប្រទេស New Zealand អីទេដែលគោលបំណងទី1ហ្នឹងគឺចង់រក្សាវីដេអូទុកជាអនុស្សាវរីយ៍នៅក្នុង social media ហើយទី2ហ្នឹងគឺចង់ចែករំលែកនៅទស្សនីយភាពស្អាតៗនៅប្រទេស New Zealand ចែកជូនបងប្អូនទស្សនាដោយសារតែតាមបទពិសោធន៍របស់ខ្លួនឯងផ្ទាល់នៅពេលដែលយើងចង់ទៅលេងប្រទេសណាអញ្ចឹងយើងធ្លាប់មើលវីដេអូគេហើយយើងក៏មានក្តីសុខដែរហើយតែកាលណាខ្ញុំបានធ្វើវីដេអូនេះទេវា full ពេញ memory ក្នុងទូរស័ព្ទនឹងលុបចោលហើយស្ដាយហើយការទៅដល់ប្រទេសមួយនេះគឺខ្ញុំមិនដែលគិតថាខ្ញុំនឹងបានទៅលេងនៅថ្ងៃណាមួយទេហើយខ្ញុំអាចនិយាយបានថាដំណើរកម្សាន្តមួយនេះគឺជាដំណើរកម្សាន្តមួយដែលចាយដន្យមែនទែនសម្រាប់ខ្ញុំដោយសារអីការទៅលេងប្រទេសមួយនេះគឺចំណាយនៅថវិកាជាច្រើនមែនទែនហើយជាពិសេសនេះបើសិនជាយើងធ្វើដំណើរចេញពីប្រទេសខ្មែររបស់យើងទៅកាន់ប្រទេស New Zealand តែម្ដងហ្នឹងគឺរឹតតែចំណាយលុយច្រើនដោយសារតែសម្បត្តិយន្តហោះក៏ថ្លៃហើយការចាយវានៅទីនោះក៏ថ្លៃគួរសមដែរអញ្ចឹងហើយក៏មិនដែលធ្លាប់ថាខ្លួនឯងនឹងអាចធ្វើវាបានដែរនៅថ្ងៃណាមួយហើយនៅវីដេអូក្រោយៗទៀតខ្ញុំនឹងរៀបរាប់ថាហេតុអ្វីបានជាខ្ញុំបានទៅដល់ប្រទេសនេះតាមរយៈអីហើយនឹងតាមមធ្យោបាយណាហើយអមជាមួយនឹងទេសភាពនៅតាមកន្លែងទេសចរជាច្រើនរបស់ប្រទេសនេះចែកជូនបងប្អូនទស្សនាផងដែរដោយសារអីខ្ញុំថតទេសភាពជាវីដេអូជាច្រើននៅក្នុងទូរស័ព្ទរបស់ខ្ញុំអញ្ចឹងដើម្បីកុំឲ្យខាតខ្ញុំត្រូវតែធ្វើវីដេអូហើយចែកជូនបងប្អូនដើម្បីទស្សនាផងដែរហើយខ្ញុំក៏នឹងរៀបរាប់អំពីសកម្មភាពដែលខ្ញុំបានទៅលេងនៅតាមកន្លែងទេសចរមួយចែកជូនបងប្អូនទស្សនាក៏ដូចជាការរៀនសូត្រពីចំណុចល្អៗរបស់ប្រទេសគេផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយក៏សំខាន់តែអភ័យទោសឬកំហុសឆ្គងដែលកើតឡើងដោយចេតនានៅក្នុងវីដេអូនេះមានគោលបំណងក្នុងការផ្ដល់នូវការកម្សាន្តបាទសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយទៀត